เรื่องอาก็เหาะซี่แก้ไพรកាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកាមៀវមួយឡជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ហូបសាច់ជ្រូកម៉ែឲ្យឈាមកាប់ជ្រូកនេះស៊ីផឹកស្រាទៅម្ដាយខាត់ថាកុំឯងស៊ីអ្វីក៏ច្រើនម្ល៉េះទុកវានឹងលក់យកប្រាក់ចាយកូនលឺម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថ្ងៃពុំមានភ្លេចមានកាលថ្ងៃមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាដបិតទេវតាប្រាប់ក្នុងថាមានមាសច្រើនណាស់ម៉ាយជូនទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ាយទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ាយធ្វើតាមខ្ញុំកូនយកកញ្ចើនាំម្ដាយដើរទៅព្រៃឆ្ងាយអំពីស្រុកហើយកូនក៏យកកញ្ចើស្ទុះទៅក្របដីប្រឹងសង្កត់ហើយប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់ខ្មឹងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កំលែងបើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់អស់ឯម្ដាយឮកូនថាដូច្នោះក៏សង្កត់កញ្ចើនោះចាំកូនកូនត្រឡប់មកផ្ទះវិញចាប់ជូកនោះយកមកកាប់ចំអិនជាអាហារបបួលអស់បងប្អូនជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមកឃ្លានបាយអស់កម្លាំងរួយដៃរួយជើងរបូតចេញពីកញ្ចើមើលក្នុងកញ្ចើពុំមានអ្វីសោះលុះម្ដាយដឹងថាកូនមិនចោតហើយក៏ត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នេះខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនថាដបិតកូននេះខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការ៉ោងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នោះក៏សួរថាដំណើរដូចម្ដេចបានជាឲ្យយកកូនទៅច្រកការ៉ោងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ប្អូនតាមដំណើរសពគ្រប់ថាវាចែកបញ្ឆោតឲ្យអញទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយវាឲ្យអញចាំក្នុងព្រៃត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពួកឯវាមកកាប់ជ្រូកផឹកស្រាជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទៅតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការ៉ោងធំចងមាត់ការ៉ោងជាប់ល្អលើកលីយកទៅចោលក្នុងទឹកទន្លេលុះដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវ៉ាថាលោកមាអាណិតមុខជាស្លាប់ហើយបើដូច្នោះហើយលោកមាអាណិតទៅយកក្បួនកុហកឲ្យខ្ញុំបន្តិចដបិតស្លាប់ទៅនៅឋានខ្មោចបើគ្មានក្បួនកុហកខ្មោចរកស៊ីពុំបាននោះនឹងដាច់ពួកស្លាប់ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថាក្បួនកុហកឯងទុកនៅទីណាក្មួយប្រាប់ទៅមាថាខ្ញុំដាក់នៅលើធ្នឹមមាក៏ដាក់អាកុហកស៊ីនៅកំពង់ទឹកហើយត្រឡប់ទៅយកក្បួនផលអាកុហកស៊ីវិញកាលនោះមានមនុស្សកើតខ្លួនម្នាក់ដើរមកជិតអាកុហកស៊ីអាកុហកស៊ីនោះក៏ធ្វើជានិយាយថាអញមកតอมខ្លួនក្នុងការ៉ោងនេះយូរហើយមិនដឹងជាហើយឬនៅប៉ុន្តែស្តាប់មើលហាក់ដូចជាហើយមនុស្សខ្លួនឮអាកុហកស៊ីថាតอมខ្លួនក្នុងការ៉ោងដូច្នោះដោយខ្លួនកាត់ខ្លួនក៏សួរថាតอมខ្លួនក្នុងការ៉ោងនេះបានជាឬអាកុហកស៊ីប្រាប់ថាដបិតឃ្លាមកាត់ខ្លួនគេឲ្យមកតอมក្នុងការ៉ោងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រាយខ្ញុំបន្តិចមនុស្សខ្លួនក៏ស្រាយការ៉ោងឲ្យអាកុហកស៊ីចេញមកមើលហើយប្រាប់ថាជាខ្លួនហើយអាកំលួងឮអាកុហកស៊ីថាតอมខ្លួនក្នុងការ៉ោងដូច្នោះក៏និយាយថាឲ្យគ្នាតอมខ្លួនផងអាកុហកស៊ីឮដូច្នោះអរណាស់គិតថាអញអស់ស្លាប់ហើយបានអាកំលួងស្លាប់ជួអញអាកុហកស៊ីប្រាប់អាកំលួងថាបើឯងចង់ជាខ្លួនឆាប់ត្រូវកាន់ត្រណំឲ្យជាប់ណាកុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណារកមកសួរក្ដីមកជេរវាយដូចម្ដេចក្ដីត្រូវកុំនិយាយស្ដីត្រូវកាន់ត្រណំឲ្យខ្ចាប់ទើបបានជាឆាប់អាកំលួងឮអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការ៉ោងអាកុហកស៊ីចងមាត់ការ៉ោងជាប់ល្អហើយរត់បាត់ទៅមានោះមករកតម្រាឲ្យអាកុហកស៊ីពុំឃើញទេ
ดังថាអាកុហកស៊ីបង្ឆោតខ្លួនខឹងណាស់ហើយគិតក្នុងចិត្តថាបើឯងទៅដល់ឯងនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដល់វាយអាកំលួងដោយស្មានថាអាកុហកស៊ីអាកំលួងខំអត់ព្រោះចង់ជាខ្លួនលុះវាយធាក់អស់ចិត្តក៏លើកការ៉ោងបោះទៅក្នុងទឹកឲ្យស្លាប់ទៅអាកុហកស៊ីរត់អក់ពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកស៊ីនោះឃើញអាកុហកស៊ីដើរពីចម្ងាយក៏វាធ្វើជាមុជទឹកយូរបន្តិចទើបងើបឡើងហើយលើកកាសឡើងថាអញមុជទឹកទៅខាងក្រោមគេលេងពៀអញលេងឈ្នះបានកាសប្រាក់ច្រើនប៉ុន្តែយកមិនរួចដានតែមួយត្រណោតមកអាកុហកស៊ីឮអាកុហកថាដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតទៅក្នុងទឹកខំមុតទៅទុំកិច្ចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញហើយងើបឡើងនិយាយទៅអាដែលបញ្ឆោតនោះថាអ្នកអើយខ្ញុំមុតទឹកទៅតាមពាក្យអ្នកអំបានមិញបានឃើញគេលេងពៀប៉ាធក់កំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទាពីគេថាឲ្យយកពីឯងខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីឯងណោះបើឯងមិនជឿមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទួលកុហកមិនចាញ់ខ្លួនក៏ស្រែកកាសចែកគ្នាបណ្ដុលកំដាលហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងអំពីនោះទៅ